ថ្ងៃនេះគឺជាថ្ងៃបិណ្ឌវេនទី14ដែលក្រុមគ្រួសាររបស់នាងខ្ញុំបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅថ្ងៃ14ហើយសម្រាប់ថ្ងៃ15ក៏យើងនឹងមកម្ដងទៀតដែរប៉ុន្តែដោយសារតែខ្ញុំត្រូវទៅវត្ត2អញ្ចឹងថ្ងៃ14គឺខ្ញុំមកវត្តកៅមុនហើយចំណែកថ្ងៃ15ទៅទៅខាងវត្តស្វាយជ្រុំក្រោយចាហើយសម្រាប់ពេលនេះផងដែរគឺយើងបានយកចង្ហាន់មកប្រគេនទៅដល់ព្រះសង្ឃហើយព្រះសង្ឃក៏សូត្រធម៌ដើម្បីឧទ្ទិសនៅចង្ហាន់ហ្នឹងទៅដល់ញាតិកាយើងដែលបានចែកឋានទៅដោយថ្ងៃនេះគឺជាថ្ងៃវេន14អញ្ចឹងក៏មានប្រជាពលរដ្ឋដែលគាត់ជាអ្នកកាន់វេនគាត់មកអង្គុយស្ដាប់នៅព្រះធម៌ដែលលោកកំពុងទេសនានៅក្នុងព្រះវិហារផងដែរបន្ទាប់ពីប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចគឺយើងបានយកស្រាក់ហ្នឹងទៅផ្ទេរសម្លដើម្បីឲ្យលោកយាយដែលគាត់នៅវត្តហ្នឹងគាត់រៀបចំចង្ហាន់សម្រាប់ព្រះសង្ឃហើយសម្រាប់បាយនៅក្នុងស្រាក់គឺគាត់ឲ្យយើងយកមកដាក់បាតចាអញ្ចឹងគឺកន្លែងដាក់បាតនៅក្នុងព្រះវិហារផ្ទាល់តែម្ដងហើយកូនស្រីរបស់នាងខ្ញុំក៏គេដាក់បាតជាមួយនឹងពូហើយនឹងអ៊ីរបស់គេផងដែរនៅពេលដែលយើងដាក់បាតបានសពគ្រប់រួចរាល់ហើយគឺខ្ញុំបានទៅបាំងស្គរនៅចែកដីដើម្បីយើងឧទ្ទិសនៅកុសលផលបុណ្យដែលកូនចៅបានយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃក៏ដូចជាយើងនៅឧទ្ទិសនៅផលបុណ្យទាំងឡាយដែលកូនចៅបានធ្វើទៅនឹងគឺឲ្យបានជាផលទៅដល់ញាតិកាទាំងអស់ដែលបានចែកឋានទៅក្នុងវេលវត្តសង្សារទៅហើយចំណាយព្រះសង្ឃដែលនិមន្តមកបាំងស្គរគឺមានចំនួន4ព្រះអង្គចាអញ្ចឹងនៅពេលដែលព្រះអង្គនិមន្តសូត្រនៅធម៌រួចរាល់ហើយយើងក៏បានប្រគេននៅតេយ្យទានរួមទាំងបច្ច័យមួយចំនួនទៅដល់ព្រះសង្ឃផងដែរថ្មីត្បិតតែវីដេអូនេះមានរយៈពេលខ្លីពិតមែនប៉ុន្តែសម្រាប់ខ្ញុំគិតថាវាពិតជាមានន័យហើយនឹងវាទុកជាការចងចាំទៅដល់នាងខ្ញុំនិងកូនចៅផងដោយសារតែគ្រួសាររបស់នាងខ្ញុំហើយនឹងគ្រួសាររបស់នាងខ្ញុំហ្នឹងគឺបានមកធ្វើបុណ្យជុំគ្នាជាទូទៅគឺយើងអត់ដែរបានមកវត្តជុំគ្នាទេដោយសារតែរវល់រៀងខ្លួនអញ្ចឹងមកថ្ងៃខុសគ្នាប៉ុន្តែសម្រាប់ឆ្នាំនេះពិតជាល្អមែនទែនដោយបានណាត់ថ្ងៃគ្នាត្រូវអញ្ចឹងក៏បានមកវត្តធ្វើបុណ្យជុំគ្នាតែម្ដងសម្រាប់កូនចៅទោះជារវល់យ៉ាងណាក៏ដោយក៏គួរតែឆ្លៀតពេលនៅក្នុងការមកជួបជុំឪពុកម្ដាយបងប្អូននៅក្នុងឱកាសទិវាបុណ្យភ្ជុំបិណ្ឌនេះផងដែរដោយសារតែវាគឺជាពិធីបុណ្យដ៏ធំរបស់ប្រជាជនខ្មែរយើងហើយជាទូទៅឪពុកម្ដាយណាក៏ដោយឪពុកម្ដាយណាដែរគឺនៅទន្ទឹងរង់ចាំផ្លូវកូនអ្នកខ្លះឃើញកូនគេមកហើយតែអត់ឃើញកូនខ្លួនឯង